ដើរលួចគេភាគពីរបាទហើយអ្នកទាំងអស់គ្នាសាកទាយមើលថា brain rot ចុងក្រោយដែលខ្ញុំលួចបានហ្នឹងគឺជា brain rot អ្វីហើយអ្នកទាំងអស់គ្នានឹងមិនជឿថា brain rot ចុងក្រោយដែលខ្ញុំលួចបានហ្នឹងគឺជា brain rot អ្វីមុនដំបូងខ្ញុំបានដើរលួចគេទៅពីហ្នឹងបាទប៉ុន្តែគឺមុនដំបូងហ្នឹងសូមមានសត្វល្អៗទេអញ្ចឹងខ្ញុំសូមបន្ថែមល្បឿនហើយ skip ទៅរកកន្លែងដែលខ្ញុំលួចបាន brain rot ល្អៗទៅក្នុងពេលនេះខ្ញុំបានផ្ទះឃើញនៅផ្ទះមួយដែលក្នុងផ្ទះនោះពិតជាមាន brain rot ដែលអត់សូវល្អហើយអត់សូវសាហាវប៉ុន្តែគឺខ្ញុំត្រូវការវាដើម្បីយកទៅដាក់ក្នុង device view អញ្ចឹងខ្លាចជាខ្ញុំក៏បានចាប់ផ្ដើមលួច brain rot ដែលនៅក្នុងផ្ទះរបស់គាត់ហើយនៅពេលដែលខ្ញុំលួចបានហើយខ្ញុំមិនចាប់ផ្ដើមជិះចេញពី game alone នោះទេព្រោះតែខ្ញុំឃើញផ្ទះមួយដែលគឺឆិតបាល់ហើយបាទអញ្ចឹងខ្លាចជាផ្ទះមួយទៀតហ្នឹងនឹងគឺជាផ្ទះមួយទៀតដែលខ្ញុំនឹងលួចរបស់ពីផ្ទះនោះអញ្ចឹងខ្លាចជាឥឡូវនេះខ្ញុំក៏បានទៅផ្ទះនោះដើម្បីលួច brain rot ពីផ្ទះនោះមួយទៀតបាទហើយនៅពេលដែលខ្ញុំកំពុងដើរចូលផ្ទះរបស់ខ្ញុំហើយខ្ញុំក៏បានបើកកន្លែង hack របស់ខ្ញុំដើម្បីមើលថាពេលវេលារបស់ផ្ទះដែលខ្ញុំលួចនោះវានៅសល់ប៉ុន្មានហើយខ្ញុំបានឃើញថាពេលវេលានៅក្នុងផ្ទះរបស់អ្នកនោះគឺនៅសល់តែមួយតិចទៀតគឺនឹងបើកហើយអញ្ចឹងខ្លាចជាខ្ញុំគិតថាខ្ញុំលួចមួយនឹងរួចខ្ញុំនឹងទៅលួចរបស់ពីផ្ទះនោះទៀតអញ្ចឹងឥឡូវនេះខ្ញុំក៏បានទៅលួចទៀតហ្នឹងហើយនៅពេលនោះដែលខ្ញុំលួចបានហើយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បានទៀតបាទគឺខ្ញុំមិនចង់បានតែ brain rot 3ហ្នឹងទេខ្ញុំចង់ទៅលួចផ្ទះនោះទៀតបាទប៉ុន្តែគឺខ្ញុំបានឈប់គិតម្នាក់ឯងថាត្រូវចេញឬអត់ទេប៉ុន្តែគឺពេលចុងក្រោយគឺខ្ញុំនៅតែផ្ទះរបស់ខ្លួនឯងបាទនឹងត្រូវគេឆិតលួចរបស់ខ្ញុំទៅវិញអញ្ចឹងខ្លាចជាកន្លែងនេះខ្ញុំបានជួយចេញពីហ្គេមដើម្បីយកតែ brain rot 3ហ្នឹងក៏បានដែរបាទនៅពេលនោះដែលខ្ញុំចេញពីហ្គេមមកគឺខ្ញុំថាដើរលួចគេទៀតប៉ុន្តែគឺនៅពេលនោះវាអត់មានផ្ទះដែលល្អៗចូលមកក្នុង server របស់ខ្ញុំផងអញ្ចឹងខ្លាចជានៅពេលនោះខ្ញុំលួចអត់បាន brain rot ល្អទេបាទអញ្ចឹងខ្លាចជាអ្នកទាំងគ្នាចាំមើលថានៅពេលតែកន្លែងដែលគេអាប់ដេតមកថ្មីហ្នឹងខ្ញុំបានអីគេមកពីកន្លែងនោះនេះគឺជា event ថ្មីដែលរបៀបលេង event ហ្នឹងគឺយើងត្រូវលោតទៅយកពងពីខាងលើកោះបាទប៉ុន្តែគឺរបៀបលេងវាអត់សូវពិបាកទេអញ្ចឹងខ្លាចជាអ្នកទាំងគ្នាចាំមើលទៅថាខ្ញុំបានអ្វីខ្លះមកពីevent ហ្នឹងនៅពេលដែល event ហ្នឹងចាប់ផ្ដើមខ្ញុំក៏បានដើរយកពងពីកោះនីមួយៗប៉ុន្តែគឺនៅពេលដែលខ្ញុំដើរយកហ្នឹងខ្ញុំពិតជាមានសំណាងល្អខ្លាំងមែនតើព្រោះតែនៅពេលនោះវាមានពងមួយដែលជាពង 5% ចេញមកអញ្ចឹងខ្លាចជាពង 5% ហ្នឹងខ្ញុំក៏បានយកមកហើយអញ្ចឹងខ្លាចជាខ្ញុំឲ្យអ្នកទាំងគ្នាមើលថាពងហ្នឹងគឺជាពងអីគេនេះគឺជាពង 5% ដែលខ្ញុំនិយាយបាទពងនេះនៅពេលដែលយើងបាល់ទៅហើយវានឹងចេញតួអង្គមួយដែលវានឹងធ្វើលុយឲ្យយើង 16M ក្នុងមួយវិបាទគឺបើសួរថាល្អអត់គឺក៏រៀងល្អដែរណាបងប្អូនអញ្ចឹងខ្លាចជាពងនេះក៏រៀងល្អដែរមកដល់ពេលឆ្លើយសំណួរបាទហើយសំណួរដែលខ្ញុំសួរមុនដំបូងហ្នឹងគឺខ្ញុំសួរតែអ្នកទាំងគ្នាថាអ្នកទាំងគ្នាសាកទាយមើលថាពេលចុងក្រោយហ្នឹងខ្ញុំបានលួច brain rot អ្វីដែលវាសាហាវៗអញ្ចឹងខ្លាចជាពេលចុងក្រោយហ្នឹង brain rot ដែលខ្ញុំលួចបានហើយវាសាហាវៗនោះគឺជា Ketupat 245M ក្នុងវិបាទមានឲ្យគេទេត្រូវអត់